សួស្តីអ្នកខ្លាំងទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងលេបផ្កាយភាគទី236ជាបន្តទៅទៀតកុំភ្លេចជួយចុច like និង subscribe ឲ្យ channel របស់មីនម្នាក់មួយផងណាចឹងនៅភាគមុនបន្តពីលហ្វុងបានចរចាជាមួយនឹងលោកម្ចាស់លូឆុងនៃទឹកដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយរួចហើយពួកគាត់ក៏បានធ្វើដំណើរមកដល់ទីតាំងដែលមានការប្រែប្រួលក្រោយមកយើងក៏បានឃើញមានទម្រង់ដូចជាយានបុរាណវាបានផុសចេញពីផ្ទៃតឹងហើយទំហំនៃយានមួយនេះគឺពិតជាធំខ្លាំងមែនទែនលហ្វុងសរសើរថាពិតជាអស្ចារ្យមែននេះគឺជាទូកភ្នោគ្រាន់តែទូកភ្នោបានផុសចេញផុតពីទឹកភ្លាមបាបថាក៏បាន scan ដឹងតែម្ដងមិនមែនមានតែពួកគាត់ទេគឺមាននៅជើងខ្លាំងនៃអំបូរផ្សេងទៀតដែលយើងបានឃើញនៅពីចុងភាគមុនដូចជាអំបូរភ្នែកទេវភាពលោកម្ចាស់វូឡាំងនិងយាងអាយគូស្នេហ៍មេធ្មប់ទាំងពីរនិងលោកម្ចាស់លូជេវហើយក៏មានជើងខ្លាំងនៃអំបូរក្រុងឆ្អឹងវ៉ៃហើយពួកគាត់ទាំងអស់គឺសិតតែជាម្ចាស់សកលដ៏ល្បីល្បាញនៅក្នុងសកលលោកមើលទៅទូកភ្នោមួយនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់លូឆុងក៏បាននិយាយយានដែលមានរូបរាងដូចជាភ្នោនេះវាមិនអាចទទួលស្គាល់ម្ចាស់ដោយការដាក់នៅស្លាកស្នាមវិញ្ញាណនៅលើវាឡើយយើងត្រូវតែរងចាំរហូតដល់វាបើកទ្វារហើយចូលទៅក្នុងផ្នែកខាងក្នុងស្វែងរកស្នូលបញ្ជានៅពេលដែលទ្វារបានបើកយើងត្រូវតែបន្តលបឿនស្ទុះទៅពេញទំហឹងរងចាំបន្តិចវានៃទូកភ្នោវាក៏បានបើកលូឆុងឲ្យសញ្ញាលហ្វុងថាតោះទៅពួកគាត់ទាំងពីរក៏បានស្ទុះទៅពេញទំហឹងតែម្ដងរីឯលោកម្ចាស់ទាំងពីរនៃអំបូរភ្នែកទេវភាពនៅពេលដែលបានឃើញលូឆុងធ្វើសកម្មភាពពួកគាត់ក៏បានប្រឡែងគ្នាឲ្យធ្វើដំណើរស្ទុះទៅផងដែរវ៉ៃហើយឯនោះវិញក៏បានបញ្ចេញកូនចៅដើម្បីសម្រុកចូលពេលនេះគ្រប់គ្នាទាំងអស់គឺកំពុងតែសម្រុកចូលទៅកាន់ច្រកចូលហើយវ៉ៃហើយក៏ចំអកថាអូនេះគឺជាគូស្នេហ៍មកពីអំបូរភ្នែកទេវភាពតាយើងឯងក៏បានស្ដីឲ្យទៅវិញថាគ្រប់គ្នាមកទៅនេះគឺដើម្បីយកកណត់ទ្រាំក្រុងឆ្អឹងល្ងងខ្លៅលាវជៀវក៏បានស្ដីឲ្យថាពួកលោកទាំងអស់គ្នាឆ្លោះគ្នាអស់ប្រមាណម៉ោងហើយលូឆុងគេមានការយល់ដឹងស៊ីជម្រៅអំពីទូកភ្នោខ្ញុំយល់ថាពួកយើងគួរតែចាប់សម្ព័ន្ធមិត្តជាមួយនឹងគ្នាបណ្ដោះអាសន្នសិនទេកុំចាត់គេចោលជាមួយនឹងគ្នាកុំឲ្យលូឆុងគេទទួលបានជោគជ័យបើមិនអញ្ចឹងនោះទេពួកយើងប្រកាសជាគ្មានឱកាសឡើយយើងឯងទៅសារថាគំនិតរបស់លាវជៀវគឺល្អដូច្នេះពួកគាត់ក៏យល់ព្រមលោកម្ចាស់ទាំងពីរនៃអំបូរភ្នែកទេវភាពក៏បានចាត់ការទៅកាន់លូឆុងតែម្ដងស្រ័យថាលូឆុងលោកមានកំណប់ទ្របកម្ពុជារួចទៅហើយតែលោកនៅតែចង់ប្រកួតប្រជែងជាមួយនឹងពួកយើងទៀតវ៉ៃហើយក៏បានបញ្ចេញឥទ្ធិពលដាវឆ្អឹងរបស់គេកាប់មកទំហឹងសម្ដៅទៅកាន់លូឆុងផងដែរគ្រប់គ្នាគឺព្យាយាមបញ្ឈប់ទៅកាន់លូឆុងពេលនេះលូឆុងគាត់ក៏បានប្រែក្លាយទៅជាទម្រង់កំណប់ទ្របរបស់គាត់ដែលជាសត្វក្តាន់ជាមួយនឹងសត្វល្អិនបង្កើតទៅជាការបំផ្ទុះលហ្វុងកិច្ចពីម្ខាងឯនោះវិញគាត់ក៏បានទៅសារថានេះគឺជាគ្រឿងសឹកទេវភាពដង្កូវក្តាន់ដែលគេល្បីល្បាញគឺពិតជាអស្ចារ្យណាស់វ៉ៃហើយឯនោះវិញគេក៏បានស្រែកទាំងក្អិតក្តោមដង្កូវក្តាន់ឈួនគេបានប្រើប្រាស់កំណប់ទ្របដ៏មានតម្លៃបំផុតតាំងពីចំណុចដំបូងលូឆុងក៏បានស្រែកហៅលហ្វុងឲ្យទៅតាមគាត់យើងឯនោះវិញបានដឹងថាលោកម្ចាស់កាឡាក់ស៊ីមិនបានជាមិនជួយបញ្ឈប់ទៅកាន់លូឆុងអញ្ចឹងលាវជៀវក៏បានប្រាប់ថាកុំឲ្យគេចូលតែគេចូលនឹងគ្មានកំណប់ទ្របសេះសល់ឲ្យពួកយើងនោះទេលាវជៀវក៏បានប្រើនៅធម្មពលជាតិដៃដ៏ធំចាប់ទៅកាន់លូឆុងគណៈពេលដែរអំបូរភ្នែកទេវភាពឡាម៉ាហ្វុងរួមធម្មពលគ្នាបង្កើតទៅជាធម្មពលស្រោមវូហើយនោះវិញក៏បានប្រើកំណប់ទ្របបំបុកទៅកាន់លូឆុងបន្ថែមទៀតអ្នកទាំង3ប្រើកម្លាំងខ្លាំងមែនទែនរារាំងទៅកាន់លូឆុងពេលនោះលូឆុងក៏បានស្រែកហៅទៅកាន់លហ្វុងបំលាស់ទីទៅកាន់ទីតាំងរបស់អំបូរក្រុងឆ្អឹងប្រើស្នៀតពន្លឺមាសរបស់គាត់កាប់មកដែរទៅបំបាយធម្មពលរបស់ពួកគេខ្ទេញផ្ដល់ឱកាសឲ្យលូឆុងប្រើកម្លាំងបំបុកទៅកាន់កំណប់ទ្របរបស់ពួកគេធ្វើឲ្យលាវជៀវប៉ើងទៅយាងឯងស្ដីថាអ្នកដឹកនាំមីគីវេតាមពិតឯងគ្រួមដៃគ្នាជាមួយនឹងលូឆុងឯងមិនខ្លាចគេបកមកខំឯងវិញទេលហ្វុងតាំងពីចូលមកកាន់មហាសមុទ្រសកលឥឡូវគឺថាចរិតតែម្ដងនិយាយចំនៅនេះមិនមែនជាកន្លែងដែលពួកលោកប្រាប់ខ្ញុំពីរបៀបដែលគួរធ្វើនិងមិនគួរធ្វើនោះទេពួកគាត់ក៏បានស្ទុះចូលទៅកាន់ទូកភ្នោតែម្ដងបន្តមកនេះហើយគឺជាទស្សនវិជ្ជានៅខាងក្នុងទូកភ្នោលហ្វុងក៏បានមើលទៅកាន់បរិវេណជុំវិញផងដែរក្រោយពីពិនិត្យមើលមួយសន្ទុះលូឆុងក៏បានប្រាប់ឲ្យលហ្វុងថាទៅតាមគាត់ទៅអ្នកដែលបានដេញតាមក៏បានមកដល់ដូចគ្នាពួកគេក៏បានចែកផ្លូវគ្នាដេញតាមដោយសារតែមានរុនច្រើនហើយលូឆុងគឺជាអ្នកដែលដឹងច្រើនទៀតនោះគាត់ក៏បានបង្វែងដានរបស់ពួកគេកាច់កង់តាមច្រកផ្លូវនីមួយៗបោះនៅឆ្អឹងដៃខ្លួនមួយទៅបង្កើតទៅជាអន្ទាក់ចាប់ទៅកាន់គ្នានៃអំបូរភ្នែកទេវភាពសំលេះគេអស់មួយទៅបន្តទៅមុខទៀតមនុស្សនៃអំបូរភ្នែកទេវភាពក៏បានអស់ពីម្នាក់ទៅម្នាក់នៅសល់យាងឯងនិងវូលាំងពួកគេក៏បានដេញតាមទៅប្រគេប្រកាត់អីវូហើយនិងលាវជៀវក៏បានដេញតាមមកតាន់ប៉ុន្តែនៅពេលនោះលូឆុងក៏បានប្រើបន្លារបស់គាត់បង្កើតទៅជារនាំងធម្មពលមួយជាហេតុធ្វើឲ្យពួកគេដែលបានដេញតាមពីក្រោយបុកទៅនឹងធម្មពលនឹងស្ដីឲ្យថាចង្រៃយករកផ្លូវផ្សេងទៀតលហ្វុងក៏ថាសំណាងល្អហើយដែលគាត់បានសហការជាមួយនឹងលូឆុងបើមិនអញ្ចឹងនោះទេអន្ទាក់ដែលគ្មានរូបរាងដែលគាត់មិនដឹងនេះប្រកាសជាខ្លាយទៅជាបញ្ហាសម្រាប់គាត់ជាមិនខានបន្តមកពួកគាត់ក៏បានធ្វើដំណើរមកដល់បន្ទប់ស្នូលលូឆុងប្រាប់ថាគាត់ក៏មិនដឹងច្បាស់ថាតើស្នូលវានៅឯណានោះទេថាតើលហ្វុងអាចរកឃើញឬអត់គឺមានតែអាស្រ័យទៅលើសមត្ថភាពរបស់ពួកយើងតែប៉ុណ្ណោះលហ្វុងគាត់ក៏បានដឹងដូចគ្នាបន្ទប់ស្នូលវាពាក់ព័ន្ធទៅនឹងការចម្រាញ់យកកណាប់ទ្រាំលហ្វុងគិតថាការពិតទៅគេគ្មានបំណងប្រាប់គាត់នៅការពិតនោះទេពួកគាត់ទាំងពីរក៏បានចូលមកដល់ខាងក្នុងលហ្វុងក៏ថាមិនប្រាប់ក៏គ្មានបញ្ហានោះដែរពីព្រោះគាត់នឹងយករបស់ទាំងអស់នៅទីនេះក្រោយពីបានចូលមកដល់បន្ទប់ស្នូលគាត់ឃើញថាក្រៅពីរបស់តុបតែងមួយចំនួនគ្មានអ្វីដែលត្រូវយកទៀតនោះទេដូច្នេះលោកម្ចាស់លូឆុងនេះគឺពិតជាមានល្បិចកលមែនចាំមើល
តើគេនៅមានល្បិចកលអីផ្សេងទៀតរីឯលួយឆុងក៏បានកិនមនុស្សល្ងងវិធីពិតប្រាកដដើម្បីគ្រប់គ្រង Snow យើងមិននឹងអាចប្រាប់ឯងងាយស្រួលបានទេក្រោយពីដាក់ត្រាជីវិតរបស់គេទៅលើរបស់ជាច្រើននៅទីនេះក៏បានភ្ញាក់ផ្អើលមិនអាចទៅរួចទេ Snow គ្រប់គ្រងមិននៅក្នុងបន្ទប់នេះទេរីឯក្រុមអ្នកដែលបានដេញតាមនឹងក៏បានមកដល់ដែរស្រ័យថាឆាប់បកល Snow គ្រប់គ្រងមកភ្លាមលួយឆុងក៏បានប្រាប់ថាបើគេទទួលបាន Snow គ្រប់គ្រងគេឈរនៅទីនេះដូចជាមនុស្សល្ងងដែរទេអ្នកទាំងគ្នាក៏បានសម្រុកចូលប៉ុន្តែក៏មានសម្ពាធមួយដាក់មកកាន់ពួកគាត់គ្រប់គ្នាតែម្ដងនៅលើបល្ល័ង្កមួយរាងកាយរបស់មនុស្សម្នាក់ក៏បានបង្ហាញមកដោយធ្វើការណែនាំខ្ញុំមានឈ្មោះថាតួនតុងហឺវូចំពោះតួនតុងគឺជាឈ្មោះនៃមរតកគេដំណើរមួយនេះដែលគឺជាមរតកទន្លេតនតុងហើយឈ្មោះរបស់គាត់គឺវូប្រាប់ថាអ្នកណាដែលបានបោះជំហានចូលមកកាន់ទឹកដីមរតករបស់ខ្ញុំមានតែការទទួលយកមរតកឬក៏ស្លាប់ខ្ញុំបានចាប់ផ្ដើមដំណើរផ្សងព្រេងជាមួយនឹងមេតបរបស់ខ្ញុំប៉ុន្តែទីបំផុតក៏បានបរាជ័យវត្តនៃការចាប់បដិសន្ធិឡើងវិញរមណោះបានកន្លងផុតទៅចាប់តាំងពីពេលនោះមកទោះបីជាខ្ញុំលែងខ្វល់ពីភាពជោគជ័យឬក៏បរាជ័យក៏ដោយមរតកនៃទន្លេតនតុងមិនអាចត្រូវបានកាត់ផ្ដាច់ឡើយលហ្វុងក៏បាននឹកឃើញទៅដល់វូគឺជាងារដ៏ថ្លៃថ្នូរបំផុតនៅក្នុងអរិយធម៌បុរាណឈ្មោះរៀមច្បងម្នាក់នេះមានតួអក្សរវូដូច្នេះមរតករបស់គាត់គឺមិនធម្មតានោះទេលោកម្ចាស់តួនតុងហឺវូក៏បានក្រោកឡើងប្រាប់ថាយានភ្នំមួយនេះត្រូវបានកែប្រែដោយខ្ញុំដែលមានតំបន់គ្រោះថ្នាក់ជាច្រើនអ្នកទាំងគ្នាត្រូវឆ្លងកាត់ការសាកល្បងជីវិតនិងការស្លាប់នៅខាងក្នុងប៉ុន្តែទោះបីជាអ្នកទាំងគ្នានៅរស់រានមានជីវិតក៏ដោយមានតែម្នាក់ប៉ុណ្ណោះដែលជាអ្នកដែលអាចទទួលបានមរតកអ្នកដែលនៅសល់នឹងត្រូវស្លាប់គាត់មានបំណងល្អប្រាប់ថាកុំបថុយប្រឋានដ៏ធំសម្បើមត្រឹមតែឱកាសតិចតួចធ្វើការជ្រើសរើសតែអ្នកចំនួនក្រោយលូឆុងក៏បានកិនតួនតុងហឺគឺជាពូជពងដ៏មានឥទ្ធិពលមួយនៅក្នុងចំណោមអរិយធម៌បុរាណមរតកបុរាណដែលពួកគេបានបន្សល់ទុកគឺមិនអាចកាត់ថ្លៃបាននោះទេប៉ុន្តែតម្លៃដើម្បីទទួលបានគឺវាគួរឲ្យខ្លាចណាស់វ៉ៃហើយក៏បានកិននេះគឺជាឱកាសតែមួយគត់ដើម្បីរួចផុតពីការចាប់បដិសន្ធិឡើងវិញលហ្វុងក៏បានកិនទោះបីជាគ្មានឱកាសនេះក៏ដោយខ្ញុំអាចខ្លាចទៅជាម្ចាស់សកលប្រហែលជាសូម្បីតែជាអ្នកខ្លាំងបំផុតនៅក្នុងសកលលោកប៉ុន្តែទោះបីជាខ្ញុំខ្លាំងបំផុតនៅក្នុងសកលលោកក៏ដោយខ្ញុំក៏មិនអាចគេចផុតពីជោគវាសនានៃការវិនិច្ឆ័យជាមួយនឹងពូជសាសន៍របស់ខ្ញុំបន្ទាប់ពីការចាប់បដិសន្ធិឡើងមកវិញ3ដងនោះឡើយដើម្បីសម្រេចបាននូវភាពអមតៈពិតប្រាកដនិងធានាបាននូវការរស់រានមានជីវិតរបស់អម្បូរមនុស្សខ្ញុំមិនអាចទុកឱកាសមួយនេះកន្លងផុតទៅបាននោះទេលហ្វុងក៏បានបោះជំហានទៅមុនគេតែម្ដងខ្ញុំសុខចិត្តទទួលយកមរតកវ៉ៃហើយគេក៏សុខចិត្តផងដែររីឯគូស្នេហ៍នៃអម្បូរភ្នែកទេវភាពក៏បានទទួលយកមរតកដូចគ្នាលូឆុងក៏បានកិនភាពជាអមតៈចំណង់ចំណូលចិត្តនៃជីវិតរបស់ខ្ញុំគឺស្ថិតនៅក្នុងការផ្សងព្រេងប៉ុន្តែសូម្បីតែសេចក្តីស្លាប់ក៏វាមានតម្លៃដែរគាត់ក៏បានចូលរួមដែរទន្តុងហឺវូគាត់ក៏បានសរសើរថាល្អណាស់ពិតជាមានភាពក្លាហានប៉ុន្តែយ៉ាងណាក៏ដោយគាត់ត្រូវតែជំរុះអ្នកដែលខ្វះសមត្ថភាពចាំបាច់ជាមុនសិនប្រើថាមពលបញ្ចេញទៅដើម្បីពិនិត្យមើលទៅកាន់រាងកាយរបស់ពួកគាត់គ្រប់គ្នាក្រោយពីពិនិត្យចោលប្រាប់ថាក្នុងចំណោមអ្នកទាំងគ្នាគឺមានតែវ័យហើយនោះទេដែលជារាងកាយសម្បកគ្មានព្រលឹងមិនមែនជាប្រភេទដែលអាចទទួលយកមរតកនៃអម្បូរតន្តុងហឺរបស់គាត់បាននោះទេវ័យហើយកងវរៀមច្បងតន្តុងហឺខ្ញុំរែកពុននៅបន្ទុកនៃអម្បូររបស់ខ្ញុំសូមអង្វរប៉ុន្តែតន្តុងហឺវូគាត់ក៏បានស្រែកថាចេញទៅបញ្ជូនវ័យហើយឲ្យត្រឡប់ចាកចេញពីយានភ្នោតែម្ដងប្រាប់អ្នកដែលនៅសល់ថាឲ្យទៅតាមគាត់បន្ទាប់ពីធ្វើដំណើរទៅដល់ច្រកទ្វារមួយគាត់ក៏បានប្រើថាមពលបើកនៅទ្វារមួយនោះនិងបានប្រាប់ថាបន្ទាប់ពីទ្វារបានបើកត្រូវតែបន្តដំណើរទៅមុខតាមច្រកមួយនេះរហូតដល់សាលបន្ទាប់ទាំងនៅរស់នោះនឹងត្រូវបានចាត់ទុកថាជាប់នៅក្នុងការសាកល្បងគាត់ក៏បានជ្រើសរើសចង្អុលទៅកាន់អ្នកទាំង4ឲ្យចូលទៅយើងឯងក៏បានសួរទៅកាន់គាត់ថាចុះលហ្វុងវិញតន្តុងហឺវូបានប្រាប់ថាប្រសិនបើអ្នកទាំងគ្នាមិនចង់ចូលនឹងត្រូវបានចាត់ទុកថាបាត់បង់លក្ខណៈសម្បត្តិទទួលយកមរតកដូច្នេះអ្នកទាំង4ក៏មានតែចូលទៅតាមប៉ុណ្ណោះបន្ទាប់ពីពួកគេបានចូលទៅហើយទ្វារក៏បានបិទលហ្វុងក៏បានសួរទៅកាន់លោកម្ចាស់តន្តុងហឺថាមិនបានជាបំបាយគាត់ចេញពីពួកគេបែបនេះគាត់ក៏គ្រាន់តែប្រាប់ប៉ុណ្ណោះធ្វើតាមអ្វីដែលគាត់ប្រាប់ទៅនៅខាងក្នុងនេះវិញអ្នកទាំង4កំពុងតែបន្តដំណើរយើងក៏បានឃើញចង្កូមសត្វដ៏កំណាចនៅពេលដែលកំពុងតែធ្វើដំណើរហ្នឹងយើងឯងក៏និយាយទៅកាន់វូលៀងផងដែរតាមខ្ញុំគិតមើលទៅលោកម្ចាស់តន្តុងហឺមានការលំអៀងទៅរកលហ្វុងហើយក្នុងនាមជាទេពកោសល្យម្នាក់ដែលបានឈានដល់កម្រិតម្ចាស់សកលត្រឹមតែ10សម័យកាលមើលទៅមិនចម្លែកនោះទេដែលគាត់មើលមកកាន់ពួកយើងខុសគ្នាទាំងស្រុងជាមួយនឹងគេនោះលូឆុងគឺហាក់ដូចជាគាត់សង្កល់អំពីទស្សនវិជ្ជាចម្លែកនៅទីនេះយើងឯងនៅតែនិយាយតែម្នាក់ឯងបើមានឱកាសខ្ញុំនឹងកំចាត់គេចោលតែស្រាប់តែពេលនោះក៏ឮសំឡេងក្រហមដឹងថាមានការប្រែប្រួលចម្លែកសត្វដ៏កំណាចដែលយើងបានឃើញមកនេះវាក៏បានស្ទុះទៅប៉ុន្តែទស្សនវិជ្ជានៃការប្រយុទ្ធយើងមិនបានឃើញនោះឡើយបានត្រឹមតែនៅខាងក្រៅទ្វារលហ្វុងក៏បានឃើញពីកម្លាំងនៃការប៉ះទង្គិចគាត់ដឹងថាមានការប្រែប្រួលធម្មពលខ្លាំងណាស់មួយសន្ទុះក្រោយមកទន្តុងហឺវូក៏បាននិយាយថាមិនអត់នោះទេមានតែម្នាក់ប៉ុណ្ណោះដែលស្លាប់លហ្វុងក៏ភ្ញាក់ផ្អើលស្លាប់ម្នាក់3នាក់ទៀតគឺបានជាប់នៅក្នុងការសាកល្បងមើលទៅកាន់លហ្វុងប្រាប់ថាឯងក៏ចូលទៅដែរទេពេលនេះលហ្វុងគាត់ក៏ចង់ឃើញដែរតើមានអ្វីទៅនៅក្នុងច្រកចូលជីវិតនិងការស្លាប់មួយនេះសាច់រឿងនៅក្នុងភាគទី236ក៏បានស្លេះត្រឹមតែប៉ុណ្
ប៉ុណ្ណឹងប្រសិនបើអ្នកទាំងគ្នាចង់ទស្សនាការសម្រាយតងហោក៏ដូចជាការសម្រាយ novel គឺអ្នកទាំងគ្នាអាចចូលទៅកាន់អាណាចក្រអាថ៌កំបាំងរបស់ admin បានអរគុណច្រើនវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយចុច like និង subscribe ឲ្យ channel របស់ admin ម្នាក់មួយផងណាយើងចាំជួបគ្នានៅវីដេអូក្រោយ